ตั้งแต่ปีเมียนจุมลูกประดับอาวุธได้บังกอลางดอยเพียกีไทยเมากัมพูชีเยื้องแต่งแต่บานปรับปราสำเร็จរបស់យើងក្នុងនាមជាជនរងគ្រោះតែងតែបានប្រាប់តែងតែបង្ហាញពីការពិតជាក់ស្ដែងនិងសកម្មភាពឈ្លានពានគ្រប់បែបយ៉ាងរបស់ថៃទៅឲ្យសហគមន៍អន្តរជាតិបានដឹងហើយយើងក៏ជាជាតិសាសន៍មួយដែលតែងតែស្វែងរកសន្តិភាពជានិច្ចបើយោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថានាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ Reuters នៅថ្ងៃទី17 ខែកុម្ភៈថាកងកម្លាំងថៃបាននឹងកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីមានការប្រយុទ្ធគ្នាតាំងពីឆ្នាំមុនបើទោះបីជាយើងមានកិច្ចព្រមព្រៀងសន្តិភាពដែលមានការសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump នឹងបានអំពាវនាវឲ្យប្រទេសថៃអនុញ្ញាតឲ្យគណៈកម្មការព្រំដែនធ្វើការនៅលើព្រំដែនចំនួនក៏ដោយសម្ដេចធិបតីបានធ្វើដំណើរទៅកាន់ទីក្រុង Washington ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ហើយលោកក៏សង្ឃឹមថាស្ថាប័នថ្មីមួយនេះនឹងអាចជួយកាត់បន្ថយស្ថានភាពនៅតាមព្រំដែនដែលកំពុងតែមានភាពផុយស្រួយបើទោះបីជាមានបទឈប់បាញ់កាលពីខែធ្នូជាថ្មីម្ដងទៀតក៏ដោយលើឆាកអន្តរជាតិសម្ដេចធិបតីបានឆ្លៀតឱកាសផ្ដល់បទសម្ភាសន៍ទៅឲ្យស្ថាប័នសារព័ត៌មានធំដើម្បីឲ្យពួកគេបានដឹងអំពីរឿងរ៉ាវពិតជាក់ស្ដែងដែលកំពុងតែកើតមានសកម្មភាពរំលោភបំពានឈ្លានពានពីភាគីថៃការមិនគោរពបទឈប់បាញ់ពីភាគីថៃក៏ដូចជាការរំលោភមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាហើយព័ត៌មានទាំងអស់នោះក៏ត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយផងដែរសម្ដេចធិបតីគឺតែងតែបានគិតគូរទាំងការងារទំនាក់ទំនងការងារចរចាការទូតនិងការងារផ្សេងទៀតហើយទៅតាមវិធីសាស្ត្រនានាតាមដែលអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាឲ្យអន្តរជាតិបានដឹងអំពីរឿងរ៉ាវពិតជាក់ស្ដែងដែលបានកើតមាននិងស្វែងរកការជួយអន្តរាគមន៍ពីអន្តរជាតិដើម្បីអាចឲ្យយើងបញ្ចប់ការដោះស្រាយបញ្ហាដោយសន្តិវិធី